អូខេឥឡូវយើងបន្តវីដេអូយើងទៀតទាក់ទងជាមួយនឹងការធ្វើ react ម្ដងបាទ send react អញ្ចឹងបងប្អូនអាចកន្លែងនេះអាចដាក់ account បានច្រើនដើម្បីធ្វើការ react link URL ឥឡូវខ្ញុំចូលទៅកាន់បាទចូលមកកាន់នេះបាទអញ្ចឹងខ្ញុំចង់ឲ្យវា react រូបបេះដូងនៅលើរូបភាពនេះមួយអញ្ចឹងខ្ញុំ copy link វាមកនេះចុច mouse ស្ដាំពីលើវាមកហើយចុច copy link យកវាមកផាសមួយបាទហើយ enter ដក clear មកហើយខ្ញុំទៅរកមើលរូបមួយទៀតបាទឧទាហរណ៍វីដេអូនេះមួយទៀតខ្ញុំ copy link មួយទៀតបាទខ្ញុំផាស2ហើយខ្ញុំ react រូបចង់ដាក់រូបមេដៃឡើងលើចុះក្រោមរូបញឹមអីដាក់សេចចិត្តបងប្អូនបាទចេះទៅហើយកន្លែងនេះដែលដូចគ្នាទេបងប្អូនគ្រីសវាមកចង់ប្រើ account ទាំងពីរបើអត់គ្រីសមានន័យថាយើងប្រើប្រាស់តែ account មួយឥឡូវខ្ញុំប្រើតែ account មួយទៅបានហើយខ្ញុំចុចកន្លែងនេះ relay បាទ relay យើងចង់ដាក់ប្រហែលនាទីឲ្យវា add អញ្ចឹងប្រហែលវិនាទីហើយខ្ញុំដាក់2វិនាទីបានហើយខ្ញុំចុចពាក្យ start send react បាទ start react ហើយចុចយក yes មកបាទនេះឃើញវា react ឬហូរទឹកភ្នែកឯណានេះបាទវាចេះតែ load ច្រឡំអីចឹងទៅឃើញទេនេះ react រូបបេះដូងមួយហូរទឹកភ្នែកវា random បើយើងអត់នេះយើងរើសតែរូបនេះទៅខ្ញុំ start ភាសាទៀតមើលវាចេញមិនខ្មិចបាទហើយចេញរូបបេះដូងវាអានោះមិញវា random បាទខ្ញុំច្រឡំចុចនេះចុច random អញ្ចឹងវាដាក់រូបខុសបាទរូបខុសnàyគេវាចេញរូបបេះដូងហើយអូខេ random អញ្ចឹងបងប្អូនចង់ដាក់រូបបេះដូងấyចុចពីលើវាមកហើយចុច start react មកចាំមើលវាដាក់កន្លែងនេះទៅយកបេះដូងវិញហើយបាទណែហេរូបបេះដូងអូខេអានេះគឺជាការ react បាទ